ចាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវវិលមកជួបអ្នកគ្រូសាជាថ្មីទៀតហើយអញ្ចឹងថ្ងៃនេះអ្នកគ្រូនាំយកវិធីសាស្ត្របង្រៀនសរសេរសេចក្តីផ្ដើមហើយចូលដល់វិធីទី2គឺវិធីបច្ច្រាស់ឬក៏វិធីផ្ទុយចាអញ្ចឹងគឺយើងរៀនពីវិធីសរសើរនោះបាន3-4ប្រធានហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងចេះសរសេរហើយអញ្ចឹងថ្ងៃនេះយើងចូលដល់វិធីថ្មីថ្ងៃនេះវិធីថ្មីគឺលើកយកតែសេចក្តីផ្ដើមយកមកនិយាយទេនៅវីដេអូដំបូងនេះគឺអត់មានយកដែលតួសេចក្តីឬក៏តែសេចក្តីបញ្ចប់មកទេដើម្បីឲ្យអូនយល់ពីវិធីសាស្ត្រនៅក្នុងការសរសេរតែសេចក្តីចាអញ្ចឹងតោះកុំឲ្យខាត់ពេលយូរឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាវិធីសាស្ត្រសរសេរតែសេចក្តីគឺសរសេរគឺសេចក្តីផ្ដើមវិធីបញ្ច្រាស់យើងថាបច្ច្រាស់ក៏បានផ្ទុយក៏បានដែរបានដូចគ្នាគឺបច្ច្រាស់ជាមួយអីបច្ច្រាស់ជាមួយនឹងខ្លឹមសារប្រធានឬក៏ប្រឈមជាមួយខ្លឹមសារប្រធានឬក៏ផ្ទុយជាមួយនឹងខ្លឹមសារប្រធានវិធីសាស្ត្របញ្ច្រាស់ឬផ្ទុយតោះទៅទាំងអស់គ្នាយើងវិធីសាស្ត្របញ្ច្រាស់ឬផ្ទុយវាមានន័យយ៉ាងម៉េចដូចម្ដេចហៅថាវិធីសាស្ត្របញ្ច្រាស់ឬក៏ផ្ទុយហ្នឹងឯងវិធីសាស្ត្របញ្ច្រាស់ឬផ្ទុយគឺជាវិធីសរសេរសេចក្តីផ្ដើមមួយបែបដែលតម្រូវឲ្យស្មេគឺអ្នកសរសេរចេះសរសេរផ្ដើមយ៉ាងណាបង្ហាញឲ្យឃើញគំនិតមួយប្រឈមនឹងទស្សនៈប្រធានដែលបានលើកឡើងអញ្ចឹងគឺយើងសរសេររកគំនិតមួយដែលប្រឈមឬក៏ដែលផ្ទុយទៅនឹងគំនិតប្រធានដែលបានលើកឡើងរួចទើបសរសេរបញ្ច្រាស់គំនិតនោះចង់កន្លែងហ្នឹងគឺចង់បានន័យថាប្រធានគេលើកយកមកហើយឧបមាថាយើងនិយាយអំពីការងារជាមាសប្រាក់ថ្ងៃមុនយើងលើកទៅក្នុងប្រធានសរសើរដែលវិធីសាស្ត្រនៅក្នុងការសរសើរយើងដឹងហើយថាការងារជាមាសប្រាក់អ្នកមានការងារធ្វើគឺប្រកបជាធ្វើឲ្យជីវភាពនឹងឯងធូរធារមានសុភមង្គលអញ្ចឹងយើងអាចលើកបញ្ហាប្រឈមជាមួយនឹងអ្នកដែលផ្ទុយទៅនឹងប្រធាននឹងវិញគឺចំណែកឯអ្នកដែលអត់ការងារធ្វើវិញយ៉ាងម៉េចដែរគឺធ្វើឲ្យជួបប្រទះនៅភាពក្រីក្រអំពើហិង្សាផ្សេងចាហ្នឹងហើយគេហៅថាវិធីសាស្ត្របញ្ច្រាស់ឬក៏ផ្ទុយនេះឯងអញ្ចឹងអ្នកចង់និយាយថាគឺយើងត្រូវលើកយកបញ្ហាដែលទី1គឺយើងត្រូវស្គាល់ពីខ្លឹមសារប្រធានសិនតើប្រធានចង់និយាយពីអីគឺយើងអានប្រធានឲ្យបាន2 ដងទៅ 3 ដងដើម្បីដឹងពីខ្លឹមសារប្រធានបន្ទាប់មកទៀតគឺយើងពេលដែលដឹងខ្លឹមសារប្រធានហើយយើងលើកបញ្ហាដែលប្រឈមដែលផ្ទុយតើប្រធានហ្នឹងអាចលើកបានអត់អញ្ចឹងវាមិនមែនគ្រប់ប្រធានទាំងអស់អាចលើកយកវិធីសាស្ត្របញ្ច្រាស់ឬក៏ផ្ទុយនេះបានទេគឺអាស្រ័យលើបងអូនចេះមើលដែរបើមិនជាប្រធានហ្នឹងមានអាចលើកបានបញ្ហាប្រឈមរបស់ប្រធានបានយើងអាចលើកទៅចាអញ្ចឹងរួចយើងសរសេរបញ្ច្រាស់ឬផ្ទុយវិញដើម្បីឲ្យស្របទៅនឹងខ្លឹមសារដែលបានដាក់ចាអញ្ចឹងគឺនៅពេលដែលយើងនិយាយផ្ទុយហើយបានយើងលើកយកឲ្យស្របជាមួយនឹងខ្លឹមសារប្រធានដែលបានដាក់វិញដូចជាយើងនិយាយថាដែលនៅលើពិភពលោកយើងនេះឬក៏នៅក្នុងសង្គមជាក់ស្ដែងអ្នកដែលគ្មានការងារធ្វើគឺតែងតែធ្វើឲ្យពួកគាត់ជួបនៅវិបត្តិក្រីក្រមានអំពើហិង្សាក្នុងគ្រួសារធ្វើឲ្យកូនប្រពន្ធរបស់គាត់រស់នៅប្រកបដោយភាពវេទនាអីផ្សេងចាតែផ្ទុយទៅវិញគ្រួសារដែលមានមុខរបរការងារច្បាស់លាស់តែងតែធ្វើឲ្យគ្រួសារនោះគឺមានសុភមង្គលរស់នៅបានសមរម្យថ្លៃថ្នូរមានកិត្តិយសនៅក្នុងសង្គមទាំងហ្នឹងហើយគឺយើងអាចនិយាយថាដំបូងគឺយើងនិយាយផ្ទុយទៅនឹងខ្លឹមសារប្រធានបន្ទាប់មកគឺយើងនិយាយឲ្យស្របទៅនឹងខ្លឹមសារប្រធានវិញដើម្បីយើងលើកយកចំណូលបញ្ហាមកធ្វើការបង្ហាញចាអញ្ចឹងដើម្បីស្របទៅនឹងខ្លឹមសារប្រធានដែលបានដាក់ហើយឈានដល់ការលើកប្រធានមកបង្ហាញចាលើកប្រធានមកបង្ហាញគឺគេហៅថាចំណូលបញ្ហាអ្វីដែលសំខាន់គឺអ្នកសរសេរតែសេចក្តីត្រូវតែចេះសង្កេតឲ្យបានច្បាស់តើខ្លឹមសារប្រធានហ្នឹងគឺនិយាយពីអីតោះឥឡូវយើងបន្តទៅទៀតចាមានជាប់តាក់ទិនទៅនឹងគំនិតស្របឬបញ្ច្រាស់ដែរឬទេចាអញ្ចឹងគឺនិយាយពីអីតើវាជាប់តាក់ទិននឹងគំនិតស្របឬបញ្ច្រាស់អត់បើសិនជាជាប់យើងអាចលើកទាញយកចំណូលបញ្ហាចូលបានហើយបើមានការទាញយកលក្ខណៈស្របនិងបញ្ច្រាស់គឺមានន័យថាយើងអាចប្រើវិធីនេះបានចាអញ្ចឹងយើងដូចអ្នកលើកនិយាយមិញអញ្ចឹងនិយាយពីការងារជាមាសប្រាក់មិញអញ្ចឹងវាមានគំនិតស្របនឹងដែលគំនិតស្របនឹងបញ្ច្រាស់បានអញ្ចឹងយើងអាចលើកយកខ្លឹមសារយើងអាចលើកយកវិធីសាស្ត្រនៅក្នុងការសរសេរសេចក្តីផ្ដើមបែបដែលបញ្ច្រាស់នេះបានហើយតែបើសិនជា
ប្រធានខ្លះដែលអត់មានគំនិតផ្ទុយអត់មានអីទេយើងអត់អាចលើកបានយើងអាចដូរទៅវិធីដែលសរសើរឬក៏វិធីដូនតាអីវិញចឹងទៅអានឹងអាស្រ័យទៅលើភាពឆ្លាតវៃនិងការបត់បែនទៅតាមកលៈទេសៈដែលអូនទទួលបានចានិយាយឲ្យខ្លីវិធីសាស្ត្រនេះស្រដៀងនឹងវិធីសាស្ត្រសរសើរដែរប៉ុន្តែខុសគ្នាត្រង់មុនឈានដល់ខ្លឹមសារសម្រាប់របស់ប្រធានត្រូវលើកឡើងនៅគំនិតប្រឈមខ្លះជាមុនសិនចាអញ្ចឹងមុននឹងលើកយកប្រធានយកមកដាក់ហ្នឹងគឺយើងត្រូវតែលើកយកគំនិតប្រឈមគំនិតផ្ទុយហើយបន្ទាប់មកបានយើងស្របទៅនឹងខ្លឹមសារប្រធានវិញដដែលហើយបានទាញយកចំណូលបញ្ហាចូលទៅចាហ្នឹងហើយគឺបានន័យថាវាស្តៀងទៅនឹងវិធីសាស្ត្រសរសើរដែរប៉ុន្តែគ្រាន់តែថាលើកលក្ខណៈផ្ទុយឬក៏គំនិតប្រឈមគំនិតផ្ទុយយកមកសរសេរហើយបានយកមកស្របវិញដដែលទេចាដើម្បីទាញយកខ្លឹមសារប្រធានចូលតោះអញ្ចឹងកុំឲ្យយើងពិបាកយល់តោះតែយើងមើលឧទាហរណ៍មិញអ្នកឧទាហរណ៍មួយឯងអំពីការងារជាវិប្រាក់ដោយសារតាប្រធានហ្នឹងគឺយើងបានសរសេរនៅក្នុងវិធីសាស្ត្រសរសើរហើយអញ្ចឹងអ្នកគ្រាន់តែលើកយកមកត្រួសនៅយកមកនិយាយនៅក្នុងនេះទេតែឥឡូវយើងមើលប្រធានតាក់ទងនឹងវិធីសាស្ត្រក្នុងការសរសេរបញ្ច្រាស់ឬក៏ផ្ទុយវិញចាអញ្ចឹងសូមមើលឧទាហរណ៍ខាងក្រោមមានទស្សនៈមួយលើកឡើងថាវិជាជាទ្រព្យសម្បត្តិដែលឥតមានកណ្ដៀកោកណ្ដោកាត់បានចូលស្រាយបំភ្លឺឲ្យបានក្បោះក្បាយអញ្ចឹងបើគេអត់ដាក់លើកឧទាហរណ៍ផងឧបមាថាប្រធានអូនត្រូវទៅសេពេញគេអត់ដាក់ឧទាហរណ៍ឲ្យគេឲ្យគ្រាន់តែស្រ័យបំភ្លឺទេតើអូនលើកឧទាហរណ៍ចូលអត់លើកឧទាហរណ៍ក្នុងអីខ្លះចាអញ្ចឹងគឺប្រធាននេះគឺជាប្រធានទូទៅវាមិនមែនជាប្រធានអក្សរសិល្ប៍វាមិនមែនជាប្រធានសុភាសិតឬក៏ពាក្យស្លោកអីទេវាជាទស្សនៈទូទៅវិជាជាទ្រព្យសម្បត្តិដែលឥតមានកណ្ដៀកោឬកណ្ដោកាត់ទេចូលបកស្រាយឲ្យបានក្បោះក្បាយចាបកស្រាយបានក្បោះក្បាយគឺមានន័យថាម៉េចគឺមានន័យថាយើងត្រូវតែលើកឧទាហរណ៍បញ្ជាក់ឲ្យគេបានដឹងដែរពីព្រោះដូចអ្នកបាននិយាយការពីដើមដំបូងនៅក្នុងវិធីសាស្ត្រនៅក្នុងសេចក្តីអញ្ចឹងកាលណាគំនិតបកស្រាយគ្មានឧទាហរណ៍ទេវាហាក់បីដូចជាមេធាវីដែលឡើងការពារកូនក្តីហើយគ្មានផុសតាងនឹងសាក្សីអញ្ចឹងវាអត់មានន័យទេដូចគ្នាដែរការសរសេរតែសេចក្តីបើសិនជាគ្មានការលើកឧទាហរណ៍បញ្ជាក់ទេគឺក៏ការបកស្រាយរបស់យើងគឺគ្មានន័យខ្លឹមសារដូចគ្នាដែរអញ្ចឹងប្រធានបែបនេះគឺយើងត្រូវតែលើកឧទាហរណ៍អាចលើកឧទាហរណ៍នៅក្នុងសង្គមអាចលើកឧទាហរណ៍នៅក្នុងប្រវត្តិសាស្ត្រហើយលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍ទៀតថាតើនៅក្នុងប្រវត្តិសាស្ត្រហ្នឹងឯងណាគេដែលមានវិជ្ជានឹងឯងណាគេដែលមានចំណេះវិជ្ជាហ្នឹងហើយទទួលបានដែលផលប្រយោជន៍អីខ្លះពីចំណេះវិជ្ជាហើយនៅក្នុងសង្គមជាក់ស្ដែងចឹងដែរតែយើងមើលឃើញថាណាគេដែលមានចំណេះវិជ្ជាហើយជីវភាពរស់នៅរបស់គាត់យ៉ាងម៉េចដែរចាហើយនៅក្នុងអក្សរសិល្ប៍ដូចគ្នាដែរអញ្ចឹងអានេះអ្នកលើកយកតែសេចក្តីផ្ដើមទេអ្នកអត់ទាន់បង្ហាញតួសេចក្តីទេអញ្ចឹងដើម្បីកុំឲ្យអូនខាត់ពេលនឹងដងឡាយកាន់តែចែកវែងឆ្ងាយឥឡូវតោះយើងតទៀតអញ្ចឹងអានេះគឺសេចក្តីផ្ដើមហើយជាទូទៅមនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បាននៅចំណេះវិជ្ជាចាណាក៏ដោយគឺសុទ្ធតែប្រាថ្នាចង់បាននៅចំណេះវិជ្ជាប៉ុន្តែវាអាស្រ័យទៅលើមនុស្សនឹងវាស៊ូទៅរួចអត់អ្នកខ្លះរាថយនៅពេលដែលជួបឧបសគ្គយើងដឹងហើយថាការបណ្ដុះបណ្ដាលការរៀនសូត្រវាអត់មានកន្លែងណាដែលស្រួលទេគឺវាពិបាកខ្លាំងណារៀនកាន់តែធំកាន់តែខ្ពស់កាន់តែពិបាកអញ្ចឹងអ្នកខ្លះស៊ូអត់បានអត់ចេះតស៊ូនឹងការលំបាកចង់សុបាយមុនគឺអត់ទទួលបានចំណេះវិជ្ជាប៉ុន្តែស្រួលតែចិត្តចង់បានទេចង់បានដូចគ្នាប៉ុន្តែគ្រាន់តែថាធ្វើទៅវាទៅអត់រួចអញ្ចឹងណាក៏ចង់បានដែរចំណេះវិជ្ជានិងការចេះដឹងលើកិច្ចការអ្វីមួយដែលអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងប្រសើរចាអញ្ចឹងមកចំណេះវិជ្ជាមិនមែននិយាយតែការរៀននៅសាលាទេការចេះដឹងលើកិច្ចការអ្វីមួយដែលអាចយកមកប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងប្រសើរគឺចាត់ទុកថាអ្នកនឹងមានចំណេះហើយមានចំណេះមានជំនាញហើយដូចជាអូនរៀនទៅធ្វើឡានបើកការ៉ាស់ឡានរៀនទៅជួសជុលម៉ាស៊ីនត្រជាក់រៀនធ្វើជាជាងម៉ូតូរៀនដែលលក់អីវ៉ាន់ផ្សេងគឺលក់អីវ៉ាន់ប្រកបរបរអាជីវកម្មនាំចូលអីវ៉ាន់ឬក៏ដែលបង្កើតនៅផលិតផលខ្មែរផ្សេងដើម្បីនាំចេញទៅក្រៅប្រទេសធ្វើឲ្យជីវភាពរបស់អូនមានការរីកចម្រើនហ្នឹងហើយគឺគេហៅថាការចេះដឹងទៅលើកិច្ចការអ្វីមួយដែលអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងប្រសើរអញ្ចឹងជនណាដែលគ្មានចំណេះឃើញទេអញ្ចឹងអ្នកណាក៏
ចង់បានចំណេះដែរដើម្បីរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដើម្បីមានមុខរបរចិញ្ចឹមជីវិតប៉ុន្តែបើជនណាវិញឃើញទេអញ្ចឹងបញ្ហាប្រឈមហ្នឹងជនណាដែលគ្មានចំណេះអ្វីមួយពិតប្រាកដទេអញ្ចឹងអ្នកដែលអត់មានចំណេះអ្វីមួយពិតប្រាកដទេទៅរៀននៅសាលាខ្ជិលគ្រូដាក់កិច្ចការឲ្យធ្វើអត់ចង់ធ្វើកិច្ចសាលានាំគ្នាដើរលេងឈប់រៀនម៉ាក់ប៉ាខំបណ្ដុះបណ្ដាលឲ្យទៅរៀនជំនាញរៀនអត់កើតចេះនាំគ្នាដើរលេងអាវ៉ាសែហ្នឹងហើយនាំគ្នាដើរលេងអាវ៉ាសែអីផ្សេងអញ្ចឹងទោះបីជាម៉ាក់ប៉ានឹងឯងមានលុយច្រើនយ៉ាងណាក៏ដោយចាកាលណាអត់មានចំណេះជំនាញអីពិតប្រាកដទេទោះបីជាឪពុកម្ដាយនឹងជាមានជាមហាសេដ្ឋីចាទោះបីជាមានទ្រព្យសម្បត្តិជាគេដំណើរបន្សល់ទុកច្រើនមកក៏ដោយក៏គង់នឹងវិនិច្ឆ័យអន្តរាយคล้ายទៅជាអ្នកក្រដោយប្រការណាមួយយ៉ាងប្រកបចាកាលណាអត់មានចំណេះមានជំនាញអីនៅក្នុងខ្លួនក្នុងការຕົកដាក់ទេចេះតែពីដើរលេងចាយវាយផ្ដេសផ្ដាស់គឺប្រកបជានឹងធ្លាក់ខ្លួនក្រនៅថ្ងៃណាមួយឡើងដែរទោះបីជាមិនបានបំផ្លាញខ្លួនឯងទេដូចជាមានករណីគ្រោះអាសន្នឧបទ្ទវហេតុភ្លើងឆេះផ្ទះអស់អញ្ចឹងអត់មានចំណេះជំនាញទៅរកលុយឯណាបានមករកស៊ីចិញ្ចឹមជីវិតវិញឬចោរកម្មជាដើមចាអញ្ចឹងមានចោរឆក់ចោរលួចចោរប្លន់អីអស់អលីងពីខ្លួនហើយបើខ្លួនឯងអត់មានចំណេះជំនាញចេះសន្សំចៃទេសួរថាតើអាចរកលុយបានមកវិញទេចាអញ្ចឹងកន្លែងនេះគឺយើងត្រូវតែពិចារណាផ្ទុយទៅវិញចាផ្ទុយទៅវិញចាអញ្ចឹងអានេះគឺប្រឈមហ្នឹងអាសញ្ញានេះពណ៌ខៀវនេះពណ៌បៃតងសំទោសពណ៌បៃតងនេះគឺបានន័យថាប្រឈមនឹងប្រធានដែរអាលើនេះវារៀងស្រោបបន្ទាប់មកគឺអ្នកដាក់បញ្ហាប្រឈមបន្ទាប់មកយើងលើកផ្ទុយនឹងបញ្ហាប្រឈមហ្នឹងយកមកស្រោបវិញមកសរសើរវិញផ្ទុយទៅវិញប្រសិនបើយើងមានចំណេះជំនាញពិតប្រាកដវិញនោះយើងនឹងអាចដោះស្រាយបញ្ហាបានដោយប្រសើរហើយថែមទាំងគ្មានអ្វីដែលអាចលួចប្លន់ចំណេះនោះបានឡើយចាអញ្ចឹងផ្ទុយទៅវិញឃើញទេអញ្ចឹងអ្នកដែលមានចំណេះជំនាញពិតប្រាកដវិញដែលយើងរៀននៅសាលាចេះមានការងារធ្វើទោះបីជាមានចោលឆក់ចោលប្លន់ចោលលួចភ្លើងឆេះផ្ទះអី 4-10 ឆ្នាំក្រោយយើងអាចស្រង់ដើមឬមួយក៏យើងអាចស្ដារជីវភាពគ្រួសាររបស់យើងឲ្យមានការរីកចម្រើនវិញនោះយើងនឹងអាចដោះស្រាយបញ្ហាបានប្រសើរចាហើយថែមទាំងគ្មានអ្វីដែលអាចលួចចំណេះបានទេអញ្ចឹងអត់មានអ្វីដែលអាចលួចប្លន់ចំណេះនោះបានទៀតផងឧបមាថាអូនចេះធ្វើឡានអញ្ចឹងឧបមាថាស្មាតោពេលដែលអូនបើកការ៉ាសឡានទៅស្រាប់តែមានឧបទ្ទវហេតុអ្នកដែលបើកហាងបញ្ចូលហ្គាសអីនៅចិត្តនឹងឆេះផ្ទះគេឲ្យមកឆេះទាំងផ្ទះយើងទៀតអញ្ចឹងយើងអស់លីងពីខ្លួននៅសល់ដីយើងអាចបើកធ្វើតូបមួយតូចតាចឬក៏យើងអាចខ្ចីបងប្អូនធ្វើតូបមួយទៅយើងអាចបើកសាលដើមវិញឬក៏យើងអាចទៅធ្វើការឲ្យគេសន្សំលុយដើម្បីបើកវិញទៅយូរយើងនឹងខ្លាយទៅជាម្ចាស់ការ៉ាសវិញដដែលចាហើយឧបមាថាយើងមានបញ្ហាអីចោលលួចអីចោលមានរលួចចំណេះវិជ្ជាយើងបានណាយើងនៅដដែលទៅធ្វើការនៅតែបានប្រាក់ខែជារៀងរាល់ថ្ងៃជារៀងរាល់ខែដដែលចានឹងហើយគឺបានជាចាស់ពីដើមគាត់ឲ្យយើងខំរៀនពីព្រោះហ្នឹងឯងចំណេះវិជ្ជាគឺសំខាន់ណាស់ចោលលួចក៏មិនបានដែរអត់មានដូចមាសប្រាក់កែវកងចោលលួចប្លន់ម៉ូតូឡានចោលលួចប្លន់បានទេចានេះគឺវិធីសាស្ត្រសរសេរគឺវិធីសាស្ត្រសរសេរសេចក្តីផ្ដើមគឺវិធីសាស្ត្របញ្ច្រាស់ឬក៏ផ្ទុយអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាអានេះពេលដែលយើងសរសេរនេះគឺយើងចូលមកដល់អីហើយចូលមកដល់ចំណូលបញ្ហាអញ្ចឹងនៅពេលដែលយើងទាញស្របជាមួយខ្លឹមសារប្រធានហើយគឺយើងអាចលើកចំណូលបញ្ហាបានហើយហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាវិជាជាទ្រព្យសម្បត្តិដែលអត់មានកណ្ដៀកោឬកណ្ដោកាត់ទេចាអត់មានកណ្ដៀកោឬកណ្ដោកាត់ចានៅពេលដែលយើងបាននិយាយស្របជាមួយខ្លឹមសារប្រធានហើយយើងអាចលើកយកប្រធានចូលបានអញ្ចឹងយើងត្រូវតែនិយាយយ៉ាងណាទោះបីជាយើងលើកបញ្ហាប្រឈមប៉ុន្តែចំណុចចុងក្រោយគឺត្រូវតែនិយាយស្របទៅនឹងខ្លឹមសារប្រធានវិញដដែលគ្រាន់តែថាវិធីសាស្ត្រនៅក្នុងការសរសេរផ្ទុយហ្នឹងវារៀងបានវែងជាងវិធីសាស្ត្រសរសេរសរសើរយើងគ្រាន់តែសរសេរតែខាងលើនឹងតិចគឺនិយាយអំពីអត្ថន័យនៃចំណេះវិជ្ជាទាញយកប្រធានយកមកចូលបាត់ហើយប៉ុន្តែវិធីសាស្ត្រផ្ទុយនេះគឺយើងលើកយកខ្លឹមសារប្រធានហើយ
dương lược vô cùng nứt và chôm mùi thiên hái đã srop vĩnh hái ban tiền vô lâm xa và thiên tròn trắng vừa ơi sẽ cái đây bắt đầu và dương mưa tới hiện ven cù xóm mưa tới bị ọt clay pt chả chẳng dương và to mà tiết dương trôi mà đó chầm nào tành hà tá tôi sẽ hàng lứa miên áp tần ấy dạng chàng chẳng ta áp tần ấy dạng bạch đài chàng chẳng cứ chọp ấy cái đây bắt đầu nhất tập văn nắng cứ chọp ấy chẳng mẹ ngày nắng cứ trong bằng hàng tại vì thì xa được nông cao sẽ cái đây bắt đầu phần năng tế mẹ ọt vô clip chọp cái đây vô piệp vô này bật thiên rồi còn lực của tì họ bỏ xài ấy tê trăm vì tổ lực tì phí mẹ nâng bằng hàng và to đào miên clip chọp cái đây vô piệp vô này bật thiên hàng năng miên ca lực thì họ xem đó là hôn đó sẽ rộng hay phải chọc chẳng vì tổ nít cứ dừng tập phần năng tế phần tái đâm bay cùng ao dương plek cứ nè rùng lắc và thái âm pi sầm nuôn pịa sầm rạp phá được nông lùm nón bành hà vì pro bộ dương thị trán cứ dương rôn nắc áp đam từ bốn nó cứ rôn nắc vào bà tai bà áp đam từ bốn ta chắc đam tranh hái cứ dương sờ xe bà này trắng ôn bà sân chỉ ôn bà kháng tinh vía của mà năng tới ao chăm tới rôn nắc em khơi đã về tới dọa trả cả bàn tai bà sân chỉ ôn chlat đai ôn ai miên đai sầm nuôn pịa lọ bị xe chừng năng tiếp chàng chẳng cứ ôn ai đặt từ tam cùng nghịch bà ôn từ chia tu từ chàng dừng ai prao sầm nuôn pịa chia tu từ anh nó sẽ cái đây phải đam từ bốn chia tu từ mình nè tay tại ruột nơi chọn ban chụp này chia chẳng từ chia thoa mà đa chà được kia chia thoa mà đa tam thoa mà đa tăng pi bộ ram cao một chàng chắc dừng ai xây bán tăng pi bộ ram cao một cha tay bằng riêng côn ao khát không bằng prai riêng sâu để chẳng từ nó ôn từ tam cùng đặt ổn ca ruột nơi không sừng cung cha nó có dương ai ban này ca ruột nơi không sừng cung cướp sầm máy cao tầng ó cứ tay trong ban nơi nẹm miên chùm này vì chia không pu hay chẳng từ anh đang sải từ lừa cùng đặt là ổn thằng âm pi cùng lư cô nút tay mà đòn đôi chỉ cá nghi sụp hẹp cô ông bự hàng xa cái đường nhiên sao là thoa cô là thoa chấm này bị chia nó có dương ai bắt đầu này dương vô bị nó vô mà bắt đầu từ bộ máu thắng nè tích chuẩn đai tới ở ấy thì cứ dương bắt đầu khâm xa bát thiên ta chả trắng bật năng hái đâu đấy vì riêng lấy bật bài ôn vô vì vị thi xa nó không cao sẽ xỏ xá rồi có vị thi xa bánh chả cha chẳng ở con trán chụp cô ca vô chặt tục đã riến hai sự thâm tha nơi pe plong sẽ nhà bát xung sự xa bắt thầm phum nâng xung xa tụ dạ phum này pe hàng một ní ôn nâng từ tua ban chụp chơi cục nè cha hai video này cú trong đau từ lư hạ tì đập pi trán đại sa tại tì đập pi nè cú bằng riến cứ khơi tha ôn khla toàn chơi xe tê chẳng xong mà ôn vô chặt tục đạn hai tí vùng bốn có anh mười bàn đái cứ như vô được kia buổi tí vùng bốn có tránh tay sự cái đấy bài vùng vô được kia đài chả chẳng ở con tràn chụp điểm lìa